បាទសួស្តីបងប្អូនអរគ្នាបាទចូលរួមបាទសោកស្ដាយចំពោះបងប្អូនពលករដែលគាត់បាទធ្វើការនៅប្រទេសបាទសៀមដែលខាងប្រទេសលេខ2នេះឯងបងប្អូនបាទយើងចូលរួមសោកស្ដាយក៏ដូចជាចូលរួមត្រេកអរផងដែរបាទចូលរួមសោកស្ដាយនោះគឺថាបាទពលកររបស់យើងដែលគាត់បាទមានចំនួនជិត100,000នាក់បាទជិត100,000នាក់នៅឯប្រទេសថៃហ្នឹងណាដែលបានចូលទៅធ្វើការបាទទាំងស្របច្បាប់ក៏ដូចជាអ្នកមានវីសាយូរឆ្នាំក៏ដូចជាអ្នកខ្លះគាត់បានធ្វើការបាទយ៉ាងយូររហូតដល់20ឆ្នាំបាទឬក៏10ជាងឆ្នាំហើយខាងរដ្ឋបាលរបស់អនុទាននាយករដ្ឋមន្ត្រីនៃប្រទេសបាទហ្នឹងគឺគេបានបាទលុបចោលមិនបន្តវីសាឬក៏បន្តដល់ការងារឲ្យបាទពលករប្រទេសកម្ពុជាយើងទៅធ្វើការនៅប្រទេសគេទេហើយអ្នកដែលផុតបាទវីសាធ្វើការហ្នឹងគឺបាទត្រូវតែចេញអញ្ចឹងមានន័យថាសូមឲ្យបងប្អូនពលករដែលរស់នៅប្រទេសថៃហ្នឹងបើសិនជាបាទរស់នៅស្របច្បាប់ក៏ដោយមិនស្របច្បាប់ក៏ដោយបើសិនជាផុតសុពលភាពមានប័ណ្ណការងារឬក៏ MOU ដែលបាទគេហៅថាបាទបាត់បន្តការងារហ្នឹងគឺបាទគេមិនបន្តឲ្យទៀតទេបាទខាងរដ្ឋបាលអនុទានគេស្នើទៅក្រសួងការងារគេមិនឲ្យបន្តវីសាទៀតទេអញ្ចឹងបងប្អូនពលករខ្មែរបាទគឺថានៅពេលដែលអស់ការងារគឺចូលមកប្រទេសកម្ពុជារបស់យើងបាទអត់ខ្វះទេហើយមិនមានប្រទេសណាមួយក៏មិនមែនថាយើងអត់ការងាររហូតដាច់ពោះស្លាប់ដែរបាទប្រទេសដែលប្រាក់ខែខ្ពស់ៗច្រើនដូចជាកូរ៉េជប៉ុនបាទប្រទេសបាទមានការងារច្រើនចាំទទួលបងប្អូនហើយនៅប្រទេសកម្ពុជារបស់យើងក៏មិនខ្វះដែរការងារគឺមានច្រើនមែនតើឥឡូវបច្ចុប្បន្ននេះគឺពងតែរីកចម្រើនហើយជនបទឥឡូវអភិវឌ្ឍច្រើនណាស់ផ្លូវបាទល្អស្អាតចាក់កស៊ូមានភ្លើងមានទឹកប្រើប្រាស់គឺធ្វើឲ្យប្រជាជនដែលរស់នៅទីជនបទបាទកាន់តែងាយស្រួលនឹងរស់នៅអញ្ចឹងបងប្អូនអរគ្នានៅប្រទេសបាទហ្នឹងបាទបើសិនជាគេមិនបន្តឲ្យបាទត្រេកអរម្នាក់ចូលមកប្រទេសកម្ពុជារបស់យើងបានជួបជុំបងប្អូនរស់នៅបាទក្នុងប្រទេសរបស់យើងមកអភិវឌ្ឍប្រទេសរបស់យើងវិញក៏ល្អដែរហើយត្រូវចាំថាប្រទេសថៃហ្នឹងក៏គេអាចប៉ះពាល់ដែរបងប្អូនមិនមែនថាប៉ះពាល់តែយើងទេគឺគេប៉ះពាល់ដែរទីមួយគេគឺបាត់បង់ពលករបាទធ្វើការហើយយកប្រទេសថ្មីចូលមកដូចជាប្រទេសបាទភូមាឡាវហើយនិងវៀតណាមគឺពួកហ្នឹងវាបាទធ្វើការអត់ស៊ូដូចពលករខ្មែរយើងទេហើយទីមួយទៀតគឺចរិតមិនមែនជាអ្នកបាទកាន់ពុទ្ធសាសនាមិនមែនចរិតពលករស្លូតបូតដូចមកយើងទេដូចដឹងស្រាប់ហើយវាយួនភូមាហើយក៏ដូចជាបងប្អូនខាងឡាវបាទអាចថាពុទ្ធសាសនាដែរគឺវាមិនមានបញ្ហាដល់សង្គមថៃទេប៉ុន្តែបើបញ្ចូលពួកហ្នឹងទៅបាទដឹងតែបាទអសន្តិសុខប្រទេសហើយព្រោះថាបញ្ចូលប្រជាពលករដែលមិនល្អទៅគឺធ្វើឲ្យប៉ះពាល់សង្គមអសន្តិភាពនៅក្នុងប្រទេសហ្នឹងទៀតបាទហើយទី2មកទៀតហ្នឹងគឺបាទគេអត់គិតដល់អ្នកដែលបាទធ្វើចំនួនធំឬក៏រោងចក្រផ្សេងៗដែលគេធ្លាប់បាទពលកររបស់ខ្មែរយើងគឺមានជំនាញស្រាប់ហើយទី2នោះគឺភាសាបាទពលកររបស់ខ្មែរយើងគឺខួរក្បាលឆ្លាតមែនទែននៅពេលដែលបាទពួកគាត់ចូលទៅរស់នៅបាទនៅក្នុងប្រទេសហ្នឹងគឺត្រឹមតែបន្តិចបន្តួចគឺមិនប្រើរយៈពេលយូរទេគឺគាត់អាចចេះភាសាហ្នឹងបាទភាគច្រើនហ្មងគឺប្រជាពលរដ្ឋខ្មែរនឹងចេះភាសាថៃបាទយ៉ាងស្ទាត់ជំនាញអញ្ចឹងកន្លែងហ្នឹងដែលងាយស្រួលអញ្ចឹងយកវៀតណាមក៏ដូចជាភូមាទៅគឺអត់ចេះទេព្រោះខ្ញុំធ្លាប់ទៅប្រទេសហ្នឹងដែរខ្ញុំទៅដល់ជិងម៉ៃអ្នកធ្វើការនៅហាងកាហ្វេសួរចុះសួរឡើងទៅមិនមែនជាជនជាតិថៃសួរមកពីណាមកពីភូមាប៉ុន្តែគាត់និយាយភាសាថៃគាត់បាននិយាយភាសាអង់គ្លេសគាត់បានដែរអញ្ចឹងបាទវាបាទប្រហែលជាពិបាកបន្តិចក្នុងការជ្រើសរើសយកពលករបាទទាំង3ប្រទេសហ្នឹងចូលទៅក្នុងប្រទេសថៃធ្វើឲ្យអសន្តិសុខនៅក្នុងប្រទេសហ្នឹងទាំងមូលតែម្ដងហើយគេបាទមិនបន្តវីសាការងារបងប្អូនចេញមកខ្មែរយើងមកចេញមករយៈសិនមកចាំនៅពេលដែលស្ថានភាពឬក៏អ្វីដែលវាល្អយើងបាទងាកទៅរកប្រទេសដូចជាកូរ៉េប្រាក់ខែខ្ពស់ជាងថៃច្រើនណាស់ជប៉ុនអីហ្នឹងព្រោះថាឥឡូវយើងអត់ពិបាកឆ្លងកាត់ប្រទេសថៃនឹងទេគឺយើងមានពលានយន្តហោះថ្មីបើកយើងឆ្លងកាត់បាទជិះ direct ទៅកូរ៉េទៅជប៉ុនបានតែម្ដងមិនបាច់ទៅជន់ឬក៏ទៅប៉ះប្រទេសហ្នឹងទេអញ្ចឹងវាងាយស្រួលវាជាការល្អសម្រាប់ពលករខ្មែរយើងដែរហើយវាជាការបើកផ្លូវបាទថ្មីបើកទ្វារការងារថ្មីសម្រាប់បងប្អូនជាពលករខ្មែរយើងគេអត់ខ្វល់ទេបងប្អូនព្រោះគេហក់ទៅបាទទីផ្សារចិនគេអត់ខ្វល់ពីប្រទេសតូចតាចជិតខាងយើងជាខ្មែរទេអញ្ចឹងបងប្អូនជនរួមជាតិក៏ដូចជាពលករខ្មែររបស់យើងបាទស៊ូវិលត្រឡប់មកកាន់បាទប្រទេសកម្ពុជារបស់យើងបាទរួមគ្នាចាប់ដៃគ្នាកសាងប្រទេសយើងឲ្យខ្លាំងមែនទែនព្រោះថាប្រទេសរបស់យើងកំពុងតែរីកចម្រើនរីកដូចផ្សិតហើយបាទអត់មានជាតិសាសន៍ណាបាទមកគ្រប់ត្រូលឬក៏បាទឃើញយើងល្អជាងគេទេអញ្ចឹងបងប្អូនទៅចោលពីស្រុកបាទ5ឆ្នាំ10ឆ្នាំបងប្អូនមកវិញមកបងប្អូននឹងឃើញហើយថាប្រទេសយើងរីកចម្រើនប៉ុណ្ណាអញ្ចឹងបាទងាកមកបាទរស់ស៊ីនៅប្រទេសរបស់យើងវិញបាទកក់ក្ដៅបាទហើយក៏ជួបជុំក្រុមគ្រួសារដែរហើយចំពោះបើពលករដែលគាត់បាទមិនចង់មកគាត់ក្រាញនៅអាហ្នឹងវាជារឿងរបស់ពួកគាត់ឯណាអញ្ចឹងបញ្ហាឥឡូវនេះវាកាន់តែក្តៅឡើងហើយវាធ្វើឲ្យបាទស្អប់ពូជសាសន៍បាទបើគេដឹងថាយើងជាជនជាតិខ្មែរពីប្រទេសកម្ពុជាបាទវាអាចនឹងវាអត់ស្វាត់គេចំពោះយើងហើយទី2មកគេរើសអើងអញ្ចឹងណាបងប្អូនអញ្ចឹងយើងបាទជាប្រទេសដែលមានបាទទឹកដីមានអរិយធម៌មានវប្បធម៌មានបាទប្រទេសដែលទឹកដីច្រើនបាទសម្បូរទឹកដីកសិកម្មច្រើនអញ្ចឹងយើងមកធ្វើកសិកម្មនៅប្រទេសរបស់យើងវិញបើសិនជាមកដំបងវាអាចនឹងពិបាកសម្របទៅនឹងស្ថានភាពនៅប្រទេសរបស់យើងប៉ុន្តែយូរទៅបងប្អូនគិតថាវានឹងស្រួលបាទស្រួលជាងប្រទេសដែលយើងទៅធ្វើការនឹងទៀតដោយសារអីយើងបាននៅលើដីរបស់យើងមិនចំណាយច្រើនទេបងប្អូនអូខេបើសិនជាវាអត់មានបញ្ហាដៅកុករវាងបាទប្រទេសនិងប្រទេសអញ្ចឹងវាអត់អីទេប៉ុន្តែវាមានបញ្ហាអញ្ចឹងបងប្អូនគួរតែបាទដកថយមកសិនមកបងប្អូនបាទទោះបីជាវីសានៅធ្វើដល់1ឆ្នាំ2ឆ្នាំក៏បងប្អូនចាក់ចេញមកសិនមក
គឺជាការល្អបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងទេបើសិនជាបាទមានអីឆ្ងល់បន្ថែមបងប្អូនអាចខមមិនក្រោមហើយចង់ប្រាប់បងប្អូនថាបាទយើងគឺជាខ្មែរបាទវិលបន្តមកប្រទេសខ្មែររបស់យើងមកគឺរដ្ឋាភិបាលរបស់យើងអត់ចោលទេអត់ចោលប្រជាជនខ្មែរយើងទេងាកមកបាទការងារស្រុកខ្មែររបស់យើងវិញបងប្អូនបាទអញ្ចឹងប៉ុណ្្នឹងទេបាទអរគុណបាយបាយ follow for more